sinh sản 进度 sinh sản ផលិត 进度 ការរីកចម្រើនឬក៏វិវត្តរីកចម្រើននេះគឺសំដៅលើការវិវត្ត进度ការវិវត្តតើការផលិតវិវត្តទៅយ៉ាងម៉េចហើយ生产进度怎么样រឿងអីមួយវិវត្តទៅជាយ៉ាងម៉េចយើងអាចប្រើរឿងហ្នឹងហើយយើងប្រើពាក្យ进度怎么样តើអីមួយវិវត្តទៅជាយ៉ាងម៉េចគម្រោងវិវត្តទៅយ៉ាងល្អ项目进度很好អញ្ចឹងខ្ញុំបកប្រែគម្រោងវិវត្តទៅយ៉ាងល្អឲ្យវាស៊ីនឹងពាក្យខ្មែរបើយើងមើលតាមភាសាចិនបកមួយគម្រោងវិវត្តទៅល្អណាស់និយាយខ្មែរដូចជាអត់សូវស៊ីគ្នាយើងបកប្រែគម្រោងវិវត្តទៅយ៉ាងល្អជីងបានយើងក៏រៀនហើយការបញ្ជាទិញបានសម្រេច 80% ទិញតាន已经完成 80% ភាសាចិនយើងនិយាយពាក្យភាគរយមុន80%យើងដាក់80%订单已经完成80%ទំនិញបានផ្ទុកចូលទូកុងតឺន័រឬក៏ដាក់ចូលទូកុងតឺន័រគឺពាក្យចងគួយ货物已经装柜了可能ប្រហែលនិយាយអំពីការដែលយើងមិនទាន់ប្រកបច្បាស់ប្រហែលជាអាចពន្យាពេលគឺពន្យាការបរិច្ឆេទ延期可能会延期អាចនឹងពន្យាពេលឬក៏ពន្យាការបរិច្ឆេទបបកឲ្យត្រូវគឺពន្យាការបរិច្ឆេទថ្ងៃស្អែកអាចនឹងភ្លៀងយើងអត់ច្បាស់明天可能下雨明天ប្រហែលជាភ្លៀងគឺ下雨明天可能下雨会អាចនិយាយអំពីអនាគតយើងនឹងបកគោលទំនិញតាមពេលវេលាឬក៏តាមការវិភាគឬ schedule 我们会按时交货យើងនឹងប្រគល់ទំនិញតាន់ពេលវេលាឬក៏តាមពេលវេលាពេលខ្លះយើងអាចបកប្រែតាន់ពេលវេលាតាមន័យឲ្យចំគឺ及时តាន់ពេលវេលា按时គឺយើងបកប្រែតាមពេលវេលាដោយសារយើងតាមពេលវេលាដែលយើងបានរៀបចំយើងនឹងប្រគល់ទំនិញតាមពេលវេលា我们会按时交货ខ្ញុំនឹងបញ្ញាប់ឆ្លើយតបអ្នកឲ្យបានលឿន我会尽快ខ្ញុំនឹងធ្វើអ្វីឲ្យបានកាន់តែឆាប់យើងធ្វើអីបានកាន់តែឆាប់យើងប្រើកិរិយាសព្ទហ្នឹងទៅឆ្លើយតបអ្នកឲ្យបានកាន់តែឆាប់我会尽快回复您តើការវិវត្តនៃការផលិតមិនដែរ生产进度怎么样ការបញ្ជាទិញបានបញ្ចប់ 80% 订单已经完成 80% តើនឹងអាចពន្យាការបរិច្ឆេទអត់会延期吗ព្រោះយើងនិយាយថាការបញ្ជាទិញវាទៅហើយ 80% អញ្ចឹង A ហ្នឹងក៏ចង់សួរបន្តទៀតថាបើហើយ 80% អញ្ចឹងមើលទៅការបកគោលទំនិញហ្នឹងអាចពន្យាពេលអត់ឬក៏ការផលិតហ្នឹងហ្មងទៅហើយដល់ 100% វានឹងត្រូវពន្យាពេលឬអត់会延期吗គេឆ្លើយទៅ不会អត់ទេមិនអាចទេ我们会按时交货យើងនឹងប្រគល់ទំនិញតាម schedule តាមពេលវេលាកំណត់បញ្ជាទិញរួចរាល់ហើយនៅ订单完成了吗បានបញ្ចប់ 80% ហើយ已经完成 80% ពេលណាប្រគល់ទំនិញ什么时候交货ព្យាករបើតាមគិតសប្តាហ៍ក្រោយប្រគល់ទំនិញឬដឹកទំនិញចេញយើងនឹងសម្រាប់វាឲ្យទាន់តាមពេលវេលា依据បើតាមការគ្រោងគិតពីលើទៅ依据តាមប្រមាលមើលទៅ据ហ្នឹងគឺគិតហ្នឹងដូចយើងព្យាករឬក៏អីមុនអញ្ចឹង依据គឺការព្យាករឬក៏ប្រមាលមើលតាមស្ថានភាពពីឥឡូវទៅ依据下周交货我们会按时完成យើងនឹងសម្រាប់វាឲ្យទាន់តាមពេលវេលាការវិវត្តការផលិតចំពោះមុខធម្មតាមានន័យថាវាដំណើរការទៅធម្មតាវាវិវត្តទៅយ៉ាងធម្មតាចំពោះមុខគឺ目前ពាក្យមុខហ្នឹងគឺផ្នែក前គឺខាងមុខ目前យើងឲ្យបកប្រែនៅចំពោះមុខ目前生产进度增长ការវិវត្តនៃផលិតកម្មចំពោះមុខធម្មតាមានន័យថាដំណើរការទៅធម្មតាព្យាករសប្តាហ៍ក្រោយបញ្ចប់ការផលិត依据下周完成生产បញ្ជាទិញ
និងប្រគល់ទំនិញតាមផែនការបញ្ជាទិញទិញតាននិងយើងរៀនពាក្យថ្មីមួយហួយយើងក៏អាចប្រើនឹងប៉ុន្តែយើងប្រើពាក្យមួយទៀតចាំងឡាយដល់ចាំងអនាគតចាំងអានជីហួចៅហួនិងតាមផែនការប្រគល់ទំនិញអានមកពីអានចៅយោងតាមជីហួផែនការតានចាំងអានជីហួចៅហួបញ្ជាទិញនិងតាមផែនការប្រគល់ទំនិញបញ្ជាទិញនិងប្រគល់ទំនិញទៅតាមផែនការដោយសារតែ有与សម្ភារៈ材料ពន្យាពេល延迟ពេលប្រគល់ទំនិញ交货时间ប្រហែលជាអាច可能会调整កែប្រែឬក៏កែសម្រួលអញ្ចឹងយើងមើល延期ហើយ延迟ហ្នឹងយឺតយ៉ាវដូចយើងពន្យា延迟ហ្នឹងយឺតយ៉ាវពេល延期ពន្យាដែរពន្យាទៅលើការបរិច្ឆេទមួយគឺការពន្យាមកយឺតយ៉ាវ可能会ប្រហែលជាអាចពាក្យហួយយើងថាអាចដែលយើងកើតនៅអនាគត可能会ក៏វាជាអនាគតប៉ុន្តែវាអត់ទាន់ច្បាស់ថាវានឹងអាចកែប្រែប៉ុន្តែប្រហែលជានឹងកែប្រែនិយាយពីកម្រិតនៃការប្រកបនៅអ្វីដែលកើតនៅអនាគត